សួស្តីបងប្អូនមកមើលទស្សនភាពនៅមុខផ្ទះពីព្រោះខ្ញុំថតក្រោយផ្ទះឥឡូវថតមុខផ្ទះម្ដងមានចាប់ដើមចេញផ្កាបាទមានផ្កាមានតាមវាយផ្លែឡើងស្អុយធ្លាក់ក្រូចនេះអត់មានផ្លែទេបាទយូរផ្លែ1 2ក្រូចពោធិ៍សាត់បាទនេះដើមព្រីងបងប្អូនដើមព្រីងយ៉ាដើមមរុំនេះធំឯណារៀងធំឯណាអាចបេះស្លបានទេបាទស្លឹកមរុំអូព្រីងចេញផ្លែដែរបងប្អូនព្រីងអូផ្លែព្រីងបាទចេញផ្លែបងប្អូនផ្លែព្រីងនៅមុខផ្ទះខ្ញុំចេញផ្លែច្រើនគ្រាន់បាទនេះដើមដំឡូងនេះដើមស្អីទេខ្ញុំភ្លេចបាត់ដើមដូងក៏មានផ្លែដែរបងប្អូនដើមដូងក្អូបបាទដូងក្អូបនេះដើមខ្ញុំភ្លេចបាត់ទៀតអានេះដើមស្អីបងប្អូនមើលជួយប្រាប់ទីមើលមានបន្លាតិចតិច